យើងថាថ្លៃដើមសរុបនៃផលិតផលពីរប្រភេទកំណត់ដោយអនុគម TC Q1 Q2 នឹងស្មើ10 Q1 បូក Q1 Q2 បូកឲ្យ10 Q2 បាទហើយនឹងប្រាក់ចំណូលសរុបកំណត់ដោយអនុគម TR Q1 Q2 នឹងស្មើដក Q1 ការ៉េដក Q2 ការ៉េនឹងបូក3 Q1 Q2 បូក50 Q1 បូក30 Q2 បាទយើងគិតជាដុល្លារចឹងដោយដឹងថាគេមានលទ្ធភាពផលិតនៅផលិតផលទាំងពីរប្រភេទនោះបានតែ15ឯកតាទេមិនថាផលិតផលទាំងពីរប្រភេទនោះបូកចូលគ្នាទៅបានតែ15ឯកតាទេចឹងគេឲ្យយើងចូលរកចំនួនឯកតានៃផលិតផលនីមួយៗដើម្បីបានប្រាក់ចំណេញអតិបរមាប្រសិនបើគេបង្កើនការផលិតមួយឯកតាតើប្រាក់ចំណេញនឹងកើនប្រមាណដុល្លារបាទនេះយើងករណីហ្នឹងយើងប្រើវិធីមេគុណឡាក្រង់ដើម្បីឆ្លើយណាបាទដើម្បីឆ្លើយបាទយើងប្រើមេគុណឡាក្រង់ហើយឧទាហរណ៍ក៏ពិតយើងអាចប្រើវិធីផ្ដាច់អថេបានបាទប៉ុន្តែថាកដាស៊ូបង្កើនមួយឯកតាយើងនឹងទៅយកមេគុណឡាក្រង់មកដោះស្រាយបាទចឹងខ្ញុំបញ្យល់ចម្លើយណាបាទបាទចឹងទី1ក្នុងការដោះស្រាយយើងរកប្រាក់ចំណេញអតិបរមាសិនអត់សំទោសយើងរកប្រាក់ចំណេញអតិបរមាហើយត្បូងយើងចាំបាច់ត្រូវរកអនុគមប្រាក់ចំណេញសរុបបាទត្រូវរកអនុគមប្រាក់ចំណេញសរុបបាទអញ្ចឹងយើងមាន TC Q1 Q2 នេះស្មើ10 Q1 បូក Q1 Q2 បូក10 Q2 បាទហើយ TR នៃ Q1 Q2 ស្មើដក Q1 ការ៉េដក Q2 ការ៉េបូក3 Q1 Q2 បូក50 Q1 បូក30 Q2 បាទហើយអនុគមប្រាក់ចំណេញសរុបបាទ TP នៃ Q1 Q2 គឺយើងយក TR ដកឲ្យ TC បាទ TR ដកឲ្យ TC បាទចឹងយើងបាន TP Q1 Q2 នេះស្មើយើងយកដក Q1 ការ៉េដក Q2 ការ៉េបូក3 Q1 Q2 បូក50 Q1 បូក30 Q2 ដកឲ្យ10 Q1 បូក Q1 Q2 នោះបូក10 Q2 បាទហើយ TP នៃ Q1 Q2 នេះស្មើដក Q1 ការ៉េដក Q2 ការ៉េបូក2 Q1 Q2 បូក40 Q1 បូក20 Q2 បាទយើងសម្រួលទៅបងណាមានថា50 Q1 ដក10 Q1 នោះសល់40 Q1 30 Q2 ដកឲ្យ10 Q2 នោះសល់20 Q2 3 Q1 Q2 ដក Q1 Q2 នោះសល់2 Q1 Q2 បាទអញ្ចឹងយើងទាញបានអនុគមប្រាក់ចំណេញសរុបTP នៃ Q1 Q2 នេះស្មើដក Q1 ការ៉េដក Q2 ការ៉េបូក2 Q1 Q2 នោះបូក40 Q1 បូក20 Q2 បាទហើយយើងនឹងរកបាទអតិបរមានៃអនុគមប្រាក់ចំណេញនេះក្រមលក្ខខណ្ឌ Q1 បូក Q2 ស្មើ15ហើយនេះក៏ប៉ុន្តែយើងអាចបដិអធិបានប៉ុន្តែដោយសារគេសួររកគេថែមឯកតាទៅលើតម្លៃ15ណាតើប្រាក់
ចំណេញយើងនឹងកើនប្រមាណឯកតាហ្នឹងតើយើងប្រើមេគុណឡាក្រង់มันឆ្លើយបានបាទកន្លែងហ្នឹងតើប្រើមេគុណឡាក្រង់มันឆ្លើយបានបាទបាទអញ្ចឹងយើងបង្កើតអានុគមថ្មីហ្នឹងតាក់ទងនឹងមេគុណឡាក្រង់មានថាអានេះខ្ញុំតា S ប៉ុណ្ណាអានុគមថ្មីយើងគឺយើងមាន S Q1 Q2 lambda យើងថាស្មើយើងយក TP នៃ Q1 Q2 បូកឲ្យ lambda គុណឲ្យ15ដកឲ្យ Q1 បូក Q2 នឹងបាទអញ្ចឹងយើងមាន S នៃ Q1 Q2 lambda នេះគឺស្មើដក Q1 ការ៉េដក Q2 ការ៉េបូក 2Q1 Q2 បូក 40Q1 បូក 20Q2 បូក lambda កតាយើងយក15ដក Q1 ដក Q2 នោះបាទអញ្ចឹងបន្តមកយើងគណនា derivative ដោយផ្នែក team នឹង Q1 តមកដកគណនា derivative ដោយផ្នែក team នឹង Q2 បានយើងគណនា derivative ដោយផ្នែក team នឹង lambda បាទអញ្ចឹងយើង derivative ដោយផ្នែក team នឹង Q1 នេះយើងថា Q1 ការ៉េ derivative ទៅបានដក 2Q1 បាទដល់ដក Q2 ការ៉េ derivative ទៅ0ហើយបាទបើយើងធៀបនឹង Q1 2Q1 Q2 Q1 derivative ទៅឃើញ1គុណ 2Q2 នៅសល់ 2Q2 នឹងបាទបូក 2Q2 40Q1 derivative ទៅសល់40 20Q2 បាទ derivative នឹង Q1 គឺ0ចំនួនថេណា derivative ទៅ0ហើយដល់ខាងនេះ15 derivative ទៅ0ដក Q1 derivative ទៅសល់ដក1ដក1គុណ lambda បានដក lambda បាទដល់ដក Q2 derivative ទៅបានដកបាន0សំទោសបាន0បាទអញ្ចឹងយើងបាន derivative ដោយផ្នែក team នឹង Q1 នេះគឺស្មើដក 2Q1 បូក 2Q2 បូក40ដកឲ្យ lambda derivative ដោយផ្នែក team នឹង Q2 យើងថា Q1 ការ៉េ derivative ទៅ0ដក Q2 ការ៉េ derivative ទៅវាបានដក 2Q2 បាទដក 2Q2 ណាដល់ 2Q1 Q2 Q2 derivative ទៅសល់1គុណ 2Q1 បាន 2Q1 បាទ 40Q1 derivative ទៅ0បាទ 20Q2 derivative ទៅសល់20ហើយខាងនេះ15 0ដក Q1 derivative ទៅ0ដក Q2 derivative ទៅសល់ដក1ដក1គុណ lambda គឺបានដក lambda បាទដក lambda តមកទៀតយើង derivative ដោយផ្នែក team នឹង lambda មានថាខាងនេះ team នឹង lambda ជាចំនួនថេហើយយក derivative ទៅ0អស់ហើយណាខាងនេះបាទ0អស់ហើយដល់ខាងនេះយើង team lambda អានេះខាងនេះជាមេគុណទេមើលណា15ដក Q1 ដក Q2 អានឹងជាមេគុណហើយអញ្ចឹង lambda derivative ទៅស្មើ1គុណ15ដក Q1 Q2 ដក Q2 នោះសល់15ដក Q1 ដក Q2 បាទហើយយើងនឹងដោះស្រាយប្រព័ន្ធសមីការឲ្យ derivative ដោយផ្នែកមួយដែលយើងគណនានឹងឲ្យវាស្មើ0បាទ
bà hay to mà tiên bà dừng ai dừng mình là đo sai một con mấy cá dừng ai derivative q1 mà son derivative q2 mà son derivative đang làm đá mà son mà chẳng dừng đo sai một con mấy cá bà cứ dừng giờ đỏ pq1 bộ pq2 bộ sai sắp đỏ làm đá mà sonต่อมาดอกปี Q2 บวกปี Q1 บวก20ดอกลำดาสมาโซนดอก5ดอกQ1 ดอก Q2 สมาโซนมาចឹងតាម1និង2មានថាខ្ញុំទាយដកលំដាខ្ញុំទាយដកលំដាតម្លៃវាស្មើនឹងដក 2Q1 បូក 2Q2 បូកឲ្យ40ដល់ទាយដកលំដាខាងនេះវាស្មើយើងយកដក 2Q2 បូក 2Q1 បូកឲ្យ20បាទហើយយើងផ្ទឹមតម្លៃឡាំដាទាំងពីរហ្នឹងទៅណាបាទអញ្ចឹងកាលណាខ្ញុំផ្ទឹមតម្លៃទាំងពីរហ្នឹងទៅវានៅសល់ដូចគេនៅសល់ Q1 និង Q2 ទេសម័យកាលហ្នឹងបាទអញ្ចឹងវាទៅជាដក 2Q1 បូក 2Q2 បូក40ស្មើដក 2Q2 បូកឲ្យ 2Q1 បូកឲ្យ20ហើយយើងសម្រួលឲ្យបានដក 2Q1 បូក 2Q2 បូក 2Q2 ដកឲ្យ 2Q1 ស្មើ20ដក40អញ្ចឹងយើងសម្រួលវានៅសល់ចេះនៅសល់បាទដក 4Q1 បូក 4Q2 ស្មើដក20ដកឲ្យយើងទាញ4អង្គនៅសល់ខាងដែលជាកតាវានៅសល់ដក Q1 បូកឲ្យ Q2 ស្មើដក5បាទដក Q1 បូកឲ្យ Q2 ស្មើដក5ចឹងយើងផ្ទឹមសម័យកាលទី3ជាមួយទី4ហ្នឹងណាបាទយើងផ្ទឹមសម័យកាលទី3ហើយទី4ហ្នឹងទៅយើងបានចេះអាហ្នឹងខ្ញុំប្រើវិធីប្របាត់ដោយបូកធម្មតាណាបាទហើយនឹងផ្ទឹមចឹងខ្ញុំដុំសម័យកាល3ហើយ4ខ្ញុំបាន15ដក Q1 ដក Q2 ស្មើ0ដក Q1 បូក Q2 ស្មើដក5ចឹងយើងទាញបានថា Q1 បូក Q2 ស្មើដក5ដក Q1 បូក Q2 ស្មើដក5ហើយយើងប្របាត់ Q1 ចោលទៅវានៅសល់ 2Q2 ស្មើ10ចឹងខ្ញុំទាញយករក Q2 ទៅតម្លៃវាស្មើ5ហើយសួរ Q1 ស្មើប៉ុន្មាន Q1 ស្មើ10បាទស្មើ10ដោយសារយើងមាន Q1 បូក Q2 ស្មើ15អញ្ចឹងបើ Q2 ស្មើ5 Q1 ស្មើ10បាទអញ្ចឹងយើងទាយរកតម្លៃឡាំដាទៅសម្រាប់តម្លៃឡាំដាវាស្មើបាទសម្រាប់ឡាំដាយើងយកដក2គុណឲ្យ10បូក2គុណឲ្យ5បូក40ណាបាទយើងចំនួន Q1 ស្មើ10 Q2 ស្មើ5បាទអញ្ចឹងយើងបានគណនាឃើញ30បាទអញ្ចឹងខ្ញុំរកតម្លៃតើតម្លៃអតិបរមាហ្នឹងស្មើប្រមាណគឺយើងចំនួនយកអា Q1 ស្មើ10 Q2 ស្មើ5ចំនួនចូលអនុគមប្រាក់ចំណេញសរុបហ្នឹងអញ្ចឹងយើងវាតេពេនៃ Q1 Q2 ស្មើដក Q1 ការ៉េដក Q2 ការ៉េបូក 2Q1 Q2 បូក 40Q1 បូក 20Q2 បាទអញ្ចឹងតេពេនៃ15ហ្នឹងវាទៅជាដក10ការ៉េដក5ការ៉េបូកឲ្យ2គុណឲ្យ10គុណឲ្យ5បូក40គុណឲ្យ10បូក20គុណឲ្យ5អញ្ចឹងយើងបាន475បាទ475បាទមានថាប្រាក់ចំណេញអតិបរមាគឺ$475ហើយឡាំដាស្មើ30ហ្នឹងមានថាបើសិនខ្ញុំបន្ថែមតម្លៃអង្គស្ដាំកម្រិតព្រំដែនយើងមួយឯកតាបានតែយើងបន្ថែមពី10យើងបង្កើនពី15ទៅ16នោះចម្លើយប្រសើរបំផុតនឹងកើន$30
bà nên thà làm đá vào 30 chỉ lời 3 phânនឹងកើន$30បាទចឹងកន្លែងហ្នឹងយើងថាឡាំដាស្មើ30គឺមានន័យថាប្រាក់ចំណេញនឹងកើនឡើង$30បើផលិតផលសរុបទាំងពីរមុខកើន1ឯកតាពី15ឯកតាទៅ16ឯកតាបាទអញ្ចឹងបើបង្កើនតម្លៃអង្គស្រាមកម្រិតព្រំដែនយើង1ឯកតាពី15ទៅ16ឯកតានោះប្រាក់ចំណេញយើងនឹងកើន$30បាទចម្លើយផ្សើមផុតនឹងកើន$30បាទ